សួរលោកស្រីទាំងអស់គ្នាជួបគ្នាសាជាថ្មីម្ដងទៀតជាមួយនឹងកម្មវិធីសិក្សាពីចម្ងាយខ្ញុំបាទគៀមហានទីពឹក្សាគណនេយ្យសង្គមនៃលេខាធិការកោជបថ្ងៃនេះខ្ញុំផងដែរខ្ញុំមានសេចក្តីសមរីនឹងនាំលោកស្រីស្វែងយល់អំពីមេរៀនថ្មីមួយទៀតសម្រាប់ប្រព័ន្ធត្រួតពិនិត្យតាមដានការអនុវត្តសកម្មភាពការងារគណនេយ្យសង្គមរបស់យើងនេះយើងមាន3ចំណុចសំខាន់ដែលយើងផ្ដោតទៅលើការងារតាមដានត្រួតពិនិត្យទី1យើងត្រូវត្រួតពិនិត្យទៅលើការតាមដានបញ្ចូលប៉ុស្តិ៍ទិន្នន័យរបស់អង្គភាពផ្ដល់សេវាដែលជាកិច្ចការមួយចាំបាច់សម្រាប់យើងធ្វើការតាមដានទៅលើលទ្ធផលដែលគាត់បានបញ្ចូលទិន្នន័យក្នុងការផលិតចេញជាទិន្នន័យលទ្ធផលការអនុវត្តការងារបាទអញ្ចឹងចំណុចនេះសំខាន់ដែលយើងត្រូវធ្វើការតាមដានដោយមានការត្រួតពិនិត្យច្បាស់លាស់ជាក់លាក់ទៅតាមពេលវេលាកំណត់ឬក៏ស្របទៅតាមវដ្តនៃការងារគណនេយ្យភាពសង្គមរបស់យើងបាទទី2ក៏យើងផ្ដោតផងដែរទៅលើការតាមដានការបិទផ្សាយផ្ទាំងកញ្ចប់ព័ត៌មានជូនប្រជាពលរដ្ឋឬយើងហៅថាផ្ទាំង I4C នេះបាទដែលមានពេលវេលាកំណត់នៅក្នុងវដ្តនៃសកម្មភាពការងារគណនេយ្យសង្គមរបស់យើងផងដែរបាទចាប់ពីខែ4រហូតដល់ខែ7បាទនិងទី3តកតងជាមួយនឹងការតាមដានត្រួតពិនិត្យលទ្ធផលពេញការងាររបស់អង្គភាពនីមួយៗបាទអញ្ចឹងយើងក្រោយពីយើងបញ្ចូលទិន្នន័យយើងបិទយើងបញ្ចូលទិន្នន័យហើយយើងនឹងមានលទ្ធផលមួយដែលបញ្ចេញមកពីប្រព័ន្ធរបស់យើងហ្នឹងយើងហៅថាទិន្នន័យលទ្ធផលបំពេញការងារបាទអញ្ចឹងយើងក៏ត្រូវពិនិត្យមើលទៅលើទិន្នន័យលទ្ធផលបំពេញការងារផងដែរដើម្បីឲ្យប្រកាសថាការបំពេញការបញ្ចូលទិន្នន័យឆ្លើយតបទៅនឹងសុចនាករដើម្បីយើងអាចធ្វើការវាស់វែងទៅលើប្រសិទ្ធភាពក៏ដូចជាលទ្ធផលដែលគាត់បានអនុវត្តធៀបជាមួយនឹងការកំណត់របស់ជាស្តង់ដាររបស់អង្គភាពឬក៏វិស័យមួយរបស់យើងបាទអញ្ចឹងខ្ញុំសូមអនុញ្ញាតបន្តទៅចំណុចមួយទៀតដែលចូលទៅលើកម្មវិធីទូរស័ព្ទដៃរបស់យើងបាទតាមពិតទៅកម្មវិធីទូរស័ព្ទដៃនេះក៏មានលក្ខណៈស្តៀងគ្នាជាមួយនឹងប្រព័ន្ធត្រួតពិនិត្យវិតម្លៃរបស់យើងវិញដែររឿងហៅថា database យើងផងដែរក្រៅអំពីការផ្សព្វផ្សាយជាព័ត៌មាននៅក្នុងកម្មវិធីទូរស័ព្ទដៃនេះក៏មានមុខងារមួយផងដែរដើម្បីយើងអាចត្រួតពិនិត្យទៅលើលទ្ធផលបំពេញការងារក៏ដូចជាលទ្ធផលក្នុងការអនុវត្តផែនការចាប់របស់អង្គភាពផ្ដល់សេវាអញ្ចឹងដើម្បីយើងអាចពិនិត្យមើលបានលុះត្រាតែមានការចូលរួមអំពីក្រុមការងាររដ្ឋបាលអ្នកគ្រប់ជាតិរបស់យើងជាពិសេសអង្គភាពផ្ដល់សេវាផ្ទាល់ដែលលោកអាចនឹងបញ្ចូលទិន្នន័យដោយខ្លួនឯងទៅពេលខាងមុខនេះដើម្បីយើងអាចចូលនៅក្នុងកម្មវិធីទូរស័ព្ទដៃនេះហើយយើងអាចមើលឃើញអំពីលទ្ធផលដែលអនុវត្តជាប្រចាំទៅតាមវដ្តនៃសកម្មភាពការងារគណនេយ្យសង្គមរបស់យើងផងដែរបាទចំណុចមួយទៀតខ្ញុំចង់បង្ហាញជូនលោកស្រីផងដែរថានៅក្នុងប្រព័ន្ធយើងមិនមិញនេះយើងមានទម្រង់2ដើម្បីជាលក្ខណៈងាយស្រួលដល់ការតាមដានក៏ដូចជាការត្រួតពិនិត្យបាទទម្រង់ទី1យើងហៅថាទម្រង់រាយការណ៍បាទទម្រង់រាយការណ៍នេះបើយើងមើលទៅយើងមានទម្រង់ស្តៀងគ្នាជាមួយនឹងទម្រង់តាមដានដែរប៉ុន្តែទម្រង់រាយការណ៍នេះសម្រាប់អង្គភាពផ្ដល់សេវាផ្ទាល់ដើម្បីធ្វើការរាយការណ៍អំពីលទ្ធផលនៃការបិទផ្សាយផ្ទាំង I4C ដល់រដ្ឋបាលក្រុងស្រុកខណ្ឌអញ្ចឹងមានន័យថាអង្គភាពផ្ដល់សេវាលោកអាច print ទម្រង់រាយការណ៍នេះហើយលោកបំពេញទៅតាមសកម្មភាពក៏ដូចជាទិសដៅដែលបានកំណត់នៅក្នុងទម្រង់ទាំងអស់នេះទៅលើលទ្ធផលនៃការបិទផ្សាយផ្ទាំង I4C ដើម្បីរាយការណ៍ជូនទៅដល់រដ្ឋបាលក្រុងស្រុកខណ្ឌលោកអាចពិនិត្យមើលអំពីលទ្ធផលនៃការអនុវត្តការងារគណនេយ្យសង្គមរបស់យើងជាពិសេសទៅលើការបិទផ្ទាំង I4C បិទផ្សាយផ្ទាំង I4C នេះបាទដោយឡែកទម្រង់តាមដានវិញគឺជាទម្រង់មួយផងដែរសម្រាប់រដ្ឋបាលក្រុងស្រុកខណ្ឌជាពិសេសលោកអាចផ្ទៀងផ្ទាត់ទៅលើលទ្ធផលដែលចេញអំពីទម្រង់រាយការណ៍នេះបាទអញ្ចឹងយើងអាចផ្ទៀងផ្ទាត់គ្នាឃើញថាតើការរាយការណ៍ពីរដ្ឋបាលសំទោសពីអង្គភាពផ្ដល់សេវានិងលទ្ធផលដែលយើងបានចុះពិនិត្យជាក់ស្ដែងនេះ
មានលក្ខណៈស៊ីគ្នាឬអត់បាទដើម្បីយើងធានាថាការបិទផ្សាយផ្ទាំង I4C នេះគឺមានលក្ខណៈសមស្របទៅតាមបទដ្ឋានបច្ចេកទេសក៏ដូចជាពេលវេលាដើម្បីធានាថាព័ត៌មានទាំងអស់នេះអាចទៅដល់ជូនដល់ប្រជាពលរដ្ឋបានទូលំទូលាយងាយស្រួលចូលមើលព័ត៌មានបាទលក្ខណៈបាទចឹងចំណុចទី3ធំនៃមេរៀនរបស់យើងខ្លីទេបាទអញ្ចឹងយើងមាន3ធំនេះតាក់ទងជាមួយនឹងរបាយការណ៍អញ្ចឹងពីដើមមកយើងមានសកម្មភាពរៀបចំជាផែនការសម្រាប់ចុះតាមដានទុនពិនិត្យយើងមានសកម្មភាពដើម្បីយើងធ្វើការតាមដានទុនពិនិត្យលទ្ធផលការងារហើយចំណុចទី3សំខាន់នេះគឺនិយាយអំពីការរៀបចំជារបាយការណ៍អញ្ចឹងបើទុកជាលោកស្រីបានរៀបចំផែនការតាមដានទុនពិនិត្យច្បាស់លាស់បាទលោកស្រីបានបំពេញទិន្នន័យឬក៏ពិនិត្យមើលលទ្ធផលរបស់នោះប៉ុន្តែអត់បានធ្វើរបាយការណ៍ធ្វើរបាយការណ៍ក៏យើងអត់សរបញ្ជាក់អំពីលទ្ធផលដែរបាទដូច្នេះចំណុចទី3នេះក៏មានលក្ខណៈសំខាន់ខ្លាំងក្នុងការបូកសរុបទៅលើចំណុចទី1ទី2ខាងដើមបើចេញជារបាយការណ៍មួយដាក់ជូនទៅដល់ថ្នាក់ដឹកនាំបាទអាចជាថ្នាក់ដឹកនាំនៅរដ្ឋបាលខេត្តយើងអាចជាថ្នាក់ដឹកនាំនៅរដ្ឋបាលសំទោសនៅថ្នាក់ជាតិរបស់យើងលេខានកោជបបាទដើម្បីលោកអាចធ្វើការបូកសរុបជាលទ្ធផលរួមទូទាំងប្រទេសបានអញ្ចឹងនៅក្នុងការរៀបចំរបាយការណ៍នេះយើងក៏មានផ្ដល់ជាទម្រង់ជូនផងដែរហើយរបាយការណ៍នេះជាការពិតយើងត្រូវការតែ2របាយការណ៍ទេបាទរបាយការណ៍ជាប្រចាំឆមាសនិងរបាយការណ៍ជាប្រចាំឆ្នាំដោយឡែកមានរបាយការណ៍ខ្លះទៀតយើងអាចត្រូវការផងដែរប៉ុន្តែអាស្រ័យទៅដោយការចាំបាច់ហើយនឹងមានការស្នើសុំបន្ទាន់បាទអញ្ចឹងរបាយការណ៍អនុវត្តរបស់យើងនេះឆ្លុះបញ្ចាំងអំពីតែពីពេលវេលាទេបាទទី1គឺរបាយការណ៍ប្រចាំឆមាសហើយទី2គឺរបាយការណ៍ប្រចាំឆ្នាំដូចខ្ញុំបានបញ្ជាក់ជូនខាងដើមដូចនេះដែរបាទអញ្ចឹងនៅក្នុងរបាយការណ៍នេះដើម្បីមានភាពងាយស្រួលដល់លោកស្រីក្នុងការរាយការណ៍ជាលទ្ធផលយើងបានចែកចេញទៅជា6ចំណុចធំបាទចំណុចទី1យើងនិយាយអំពីវឌ្ឍនភាពបាទជីវឌ្ឍនភាពទូទៅរបស់សកម្មភាពរបស់យើងចំណុចទី2យើងនិយាយអំពីបញ្ហាប្រឈមនិងដំណោះស្រាយដែលយើងបានលើកឡើងបាទហើយចំណុចទី3យើងផ្ដោតផងដែរទៅលើស្ថានភាពថវិកាបាទន័យថាយើងមានថវិកាបរដ្ឋាភិបាលផងមានថវិការបស់គម្រោងផងយើងអាចបញ្ជាក់ជូននៅក្នុងចំណុចទី3នេះបាទដោយឡែកចំណុចទី4យើងក៏គូបញ្ជាក់អំពីផែនការអនុវត្តបន្តដើម្បីយើងអាចដឹងថាតើសកម្មភាពបន្តយើងមានសកម្មភាពខ្លះទៀតក្នុងការអនុវត្តដើម្បីឈានទៅដល់ការសម្រេចបាននៅចំណុចដៅឬក៏ជាគោលបំណងរបស់យើងបាទហើយចំណុចទី5នៃរបាយការណ៍យើងនេះក៏យើងបញ្ជាក់ពីសេចក្តីសន្និដ្ឋានរួមមួយផងដែរនិងលើកឡើងនៅបទពិសោធន៍ល្អបន្ថែមទៀតដើម្បីយើងអាចឆ្លុះបញ្ចាំងឬក៏អនុវត្តកែសម្រួលនៅពេលបន្ទាប់ហើយដោយឡែកក៏យើងស្នើឲ្យមានជាអនុសាសន៍និងសំណូមពរផងដែរដើម្បីដាក់ជាតិយើងក៏ដូចជារដ្ឋបាលខេត្តលោកអាចឆ្លើយតបទៅនឹងអនុសាសន៍និងសំណូមពរនេះនៅក្នុងករណីចាំបាច់ណាមួយដើម្បីធានាថាការអនុវត្តការងារកិច្ចនៃសង្គមរបស់យើងនេះគឺដំណើរការបានដោយរលូនស្របជាមួយនឹងវត្តនៃការងារកិច្ចនៃសង្គមហើយឆ្លើយតបជាមួយនឹងគោលដៅក៏ដូចជាគោលបំណងដែលយើងបានរៀបចំដាក់មកនេះបាទអញ្ចឹងខ្ញុំសូមលម្អិតមួយបន្តិចដើម្បីជាមូលដ្ឋានជូនលោកស្រីក្នុងការរៀបចំជារបាយការណ៍បាទអញ្ចឹងទី1យើងនិយាយអំពីវឌ្ឍនភាពការពិតណាស់ដោយសារយើងមានការអនុវត្តការងារកិច្ចនៃសង្គមយើងនេះយើងអនុវត្តនៅមានការចូលរួមទាំងរដ្ឋបាលរាជធានីខេត្តទាំងរដ្ឋបាលក្រុងស្រុកខណ្ឌហើយនិងអង្គភាពផ្ដល់សេវាផ្ទាល់បាទអញ្ចឹងដូច្នេះយើងក៏មានការរៀបចំវឌ្ឍនភាពនេះទៅតាមកម្រិតនីមួយផងដែរបាទអញ្ចឹងកម្រិតទី1នេះគឺយើងពិនិត្យមើលវឌ្ឍនភាពនៅរាជធានីខេត្តបាទអញ្ចឹងវឌ្ឍនភាពនៅរាជធានីខេត្តនេះមែនតើគឺយើងផ្អែកទៅលើផែនការសកម្មភាពថវិកាដែលយើងបានដាក់ចេញនៅឆ្នាំនីមួយបាទដូច្នេះក្នុងនោះអាចមានជាការរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបកគោលដល់ថ្នាក់ក្រុងស្រុកដែលជាទូទៅគឺគ្រូបកគោលអ្នកខេត្តយើងផ្ដល់វគ្គបណ្ដុះបណ្ដាលទៅដល់គ្រូបកគោលនៅក្រុងស្រុកខណ្ឌបន្តទៀតបាទទី2យើងក៏មានការបណ្ដុះបណ្ដាលទៅដល់សមាជិកគណៈកម្មការផែនការរួមស្ដីអំពីការងារកិច្ចនៃសង្គមបាទកម្រិតក្រុងស្រុកខណ្ឌផងដែរបាទហើយចំណុចទី3ក៏យើងមានកិច្ចប្រជុំជាប្រចាំឆមាសប្រចាំឆ្នាំនិងកិច្ចប្រជុំផ្សេងទៀតរបស់ក្រុមការងារកិច្ចនៃសង្គមរបស់យើងនៅកម្រិតរាជធានីខេត្តបាទហើយចំណុចលទ្ធផលបន្ថែមផងដែរក៏យើងលើកឡើងអំពីកិច្ចប្រជុំឆ្លុះបញ្ចាំងប្រចាំឆ្នាំស្ដីអំពីការអនុវត្តការងារកិច្ចនៃសង្គមរបស់យើងហើយចំណុចមួយសំខាន់ទៀតផងដែរគឺនិយាយអំពីការងារតាមដានពិនិត្យការអនុវត្តការងារកិច្ចនៃសង្គមដែលខ្ញុំបានលើកឡើងខាងដើម
បាច់មិញនេះបាទហើយនឹងអាចមានវឌ្ឍនៈផ្សេងទៀតដែលយើងមិនបានដាក់នៅក្នុងផែនការប៉ុន្តែវាអាចមានឧទាហរណ៍ដូចជាការចុះទស្សនកិច្ចសិក្សាឬក៏ដៃគូដែលលោកចុះទៅធ្វើការស្វែងយល់អំពីការអនុវត្តការងារគណនេយ្យសង្គមនៅក្នុងគោលដៅខេត្តគោលដៅឬក៏តំបន់គោលដៅរបស់ខេត្តក្រុងរបស់យើងបាទបាទស្តៀងគ្នាដែរដែលឡែកសម្រាប់វឌ្ឍនភាពមួយផ្នែកទៀតគឺយើងផ្ដោតទៅលើវឌ្ឍនភាពនៅកម្រិតក្រុងស្រុកខណ្ឌបាទអញ្ចឹងដូចខ្ញុំរៀបរាប់ខាងដើមអញ្ចឹងវឌ្ឍនភាពនីមួយៗគឺផ្អែកទៅលើផែនការសកម្មភាពនិងថវិកាដែលយើងបានគ្រោងជាប្រចាំឆ្នាំបាទនឹងជាឧទាហរណ៍យើងឃើញថាដូចជានៅក្រុងស្រុកខណ្ឌយើងអាចរៀបចំឲ្យមានជាវគ្គបណ្ដុះបណ្ដាលដល់អង្គភាពផ្ដល់សេវាផ្ទាល់បាទអញ្ចឹងលោកអាចទៅសេចូលនៅក្នុងវឌ្ឍនភាពនេះផងដែរហើយនៅកម្រិតក្រុងស្រុកខណ្ឌរបស់យើងហ្នឹងក៏មានជាកិច្ចប្រជុំប្រចាំត្រីមាសប្រចាំឆមាសនិងប្រចាំឆ្នាំដែរដែលត្រូវដាក់បញ្ចូលនៅក្នុងវឌ្ឍនភាពនៃរបាយការណ៍របស់យើងដែរហើយកិច្ចប្រជុំឆ្លុះប្រចាំឆ្នាំស្ដីអំពីផែនការអនុវត្តការងារគណនេយ្យសង្គមរបស់យើងក៏យើងអាចបញ្ចូលនៅក្នុងវឌ្ឍនភាពនេះដែរបាទហើយបន្តទៀតក៏យើងមានការរៀបចំវគ្គបណ្ដុះបណ្ដាលដល់សមាជិកគណៈកម្មការផែនការរួមស្ដីអំពីការងារគណនេយ្យសង្គមឬគឺយើងហៅកាត់ថាចាបនេះបាទនៅកម្រិតឃុំសង្កាត់បាទគឺយើងបានផ្ដល់ថវិកាជូនទៅដល់ក្រុងសុខខណ្ឌក្នុងការអនុវត្តសកម្មភាពនេះបាទហើយកិច្ចការផ្សេងទៀតក៏ដូចជាការឲ្យមានកិច្ចប្រជុំដាក់បន្ទុកវិតម្លៃដោយអង្គភាពផ្ដល់សេវាថ្នាក់ក្រុងសុខខណ្ឌដែរបាទបើន័យថាបើសិនយើងអនុវត្តការងារគណនេយ្យសង្គមនៅកម្រិតក្រុងសុខខណ្ឌក៏យើងទាមទារឲ្យមានសកម្មភាពស្ដីអំពីកិច្ចប្រជុំដាក់បន្ទុកវិតម្លៃខ្លួនឯងដល់អង្គភាពផ្ដល់សេវានៅក្រុងសុខខណ្ឌយើងផងដែរបាទហើយដូចគ្នាផងដែរយើងមានកិច្ចប្រជុំរបស់គណៈកម្មការចាបនៅកម្រិតក្រុងសុខខណ្ឌយើងដែរបាទហើយបន្ថែមពីនោះទៀតក៏យើងមានរបាយការណ៍បញ្ជាក់ថែមអំពីចំនួនសកម្មភាពចាបបាទដែលយើងបានរៀបចំនៅកម្រិតក្រុងស្រុកខណ្ឌក្នុងករណីដែលយើងអនុវត្តការងារគណនេយ្យសង្គមនៅកម្រិតក្រុងស្រុកខណ្ឌបាទហើយក៏ដូចជាខាងដើមនេះគឺថាយើងមានសកម្មភាពស្ដីអំពីការចុះតាមដានត្រួតពិនិត្យការអនុវត្តសកម្មភាពផ្សេងគ្រប់គ្រងដល់ការងារគណនេយ្យសង្គមនៅកម្រិតក្រុងស្រុកខណ្ឌក៏យើងត្រូវបញ្ចូលនៅក្នុងវឌ្ឍនភាពនេះដែរបាទហើយដូចខ្ញុំបញ្ជាក់អំបញ្ញមិញដែរគឺវឌ្ឍនភាពផ្សេងទៀតបាទក្រៅអំពីវឌ្ឍនភាពដែលយើងបានគ្រោងនៅក្នុងផែនការសកម្មភាពថវិកាយើងអាចមានវឌ្ឍនភាពផ្សេងក្រៅពីទាំងនោះទៀតបាទដែលយើងអាចបញ្ចូលផងបានផងដែរបាទចំណុចមួយទៀតខ្ញុំគិតថាស្តៀងគ្នាដែរមែនតើទៅយើងមានវឌ្ឍនភាពមួយកម្រិតទៀតយើងហៅថាវឌ្ឍនភាពនៅកម្រិតឃុំសង្កាត់បាទដោយសារកម្រិតឃុំសង្កាត់លោកជាអ្នកអនុវត្តសកម្មភាពផ្ទាល់នៅមូលដ្ឋានអញ្ចឹងយើងមានកម្មភាពជាអន្តរភាពមួយចំនួនដែលយើងត្រូវរាប់បញ្ចូលទី1យើងត្រូវទៅសេបញ្ជាក់អំពីចំនួនអង្គភាពផ្ដល់សេវាដែលគាត់បានបញ្ចូលទិន្នន័យដោយខ្លួនឯងដូចខ្ញុំបានគូបញ្ជាក់ខាងដើមអញ្ចឹងថាទៅមុខទៀតយើងចង់ឲ្យមានការបញ្ចូលទិន្នន័យនៅក្នុងពាន់របស់យើងដោយអង្គភាពផ្ដល់សេវាផ្ទាល់ដើម្បីលោកធានាថាថ្ងៃមុខទៅអាចមាននិរន្តរភាពក្នុងការអនុវត្តដោយខ្លួនឯងបាទអញ្ចឹងក៏យើងអាចគូបញ្ជាក់សារបើសិនជានៅក្នុងរដ្ឋបាលខេត្តរបស់យើងរកឃើញថាមានអង្គភាពផ្ដល់សេវាដែលលោកបានបញ្ចូលទិន្នន័យខ្លួនឯងហ្នឹងបានចំនួនច្រើនបាទយើងបញ្ចូលជាតួលេខមកបាទមួយទៀតយើងក៏បញ្ជាក់ជូនដែរនៅចំនួនអង្គភាពផ្ដល់សេវាដែលបានរៀបចំសម្របសម្រួលកិច្ចប្រជុំវិតម្លៃដោយខ្លួនឯងបាទទាំងអស់នេះសុទ្ធតែជាសចនាករសំខាន់របស់ការងារគណនេយ្យសង្គមរបស់យើងជាពិសេសឈានទៅដល់ការគិតគូរអំពីនិរន្តរភាពទៅថ្ងៃអនាគតបាទក្រោយពីយើងមានការដកថយឬក៏មានការជួយគ្រប់គ្រងតិចតួចពីដៃគូរបស់យើងបាទអញ្ចឹងយើងត្រូវតែមានយើងហៅថាមានគោលការណ៍អនុវត្តដោយខ្លួនឯងផ្ទាល់បាទហើយចំណុចមួយទៀតដែរនិយាយអំពីចំនួនផែនការចាបអញ្ចឹងខ្ញុំគិតថាចំនួនផែនការចាបនេះមិនប្លែកទេសម្រាប់អាយដាមលោកលោកស្រីដែលធ្លាប់បានចូលរួមការងារគណនេយ្យសង្គមបានន័យថារាល់កិច្ចការសំខាន់ដែលយើងអនុវត្តកិច្ចការងារគណនេយ្យសង្គមរបស់យើងគឺផ្ដោតសំខាន់ធ្វើម៉េចឲ្យមានផែនការចាបហើយយើងអាចអនុវត្តនៅផែនការចាបនេះបានបាទអញ្ចឹងនៅក្នុងនោះក៏យើងមានសកម្មភាពបន្ថែមមួយផងដែរក្រោយពីយើងមានផែនការចាបហើយយើងអនុវត្តចាំបាច់យើងក៏មានកិច្ចប្រជុំប្រចាំត្រីមាសរបស់គណៈកម្មការចាបដែរដើម្បីគិតថាអាចតាមដានទៅលើលទ្ធផលនៃការអនុវត្តផែនការចាបនោះបានកម្រិតណាហើយចំណុចណាខ្លះដែលយើងគួរតែកែប្រែចំណុចណាខ្លះដែលជាគួរតែបត់ពិសោធន៍ល្អសម្រាប់យើង
គិតគូរក្នុងការអនុវត្តនៅក្នុងឆ្នាំបន្តទៀតបាទលើសពីនេះទៅទៀតក៏យើងមានចំណុចចំនួន4ទៀតដែរដែលជាសកម្មភាពផ្ទាល់របស់អង្គភាពផ្ដល់សេវាឬក៏ឃុំសង្កាត់របស់យើងបាទគឺទី1តកតងជាមួយនឹងមូលនិធិបាទក៏យើងគួរតែគូបញ្ជាក់ចូលនៅក្នុងវណ្ណភាពដែរដើម្បីយើងដឹងថាតើមានចំនួនឃុំសង្កាត់ប្រមាណដែលគាត់បានវិភាគមូលនិធិរបស់ខ្លួនក្នុងការគ្រប់គ្រងទៅដល់ការងារគណនេយ្យភាពសង្គមបាទហើយក៏ដូចជាចំនួនថវិការបស់មូលនិធិឃុំដែលបានប្រើប្រាស់លើការអនុវត្តគ្រប់គ្រងដល់ផែនការសកម្មភាពយើងហៅថាផែនការចាបនេះបាទហើយក៏យើងគិតគូរដែរចង់ឃើញដែរថាតើមានការចុះតាមដានត្រួតពិនិត្យអ្វីខ្លះដោយក្រុមការងារឃុំឬក៏អង្គភាពផ្ដល់សេវាយើងនៅកម្រិតឃុំផ្ទាល់ក្នុងការងារគណនេយ្យភាពសង្គមរបស់យើងនេះបាទហើយអាចនឹងមានសកម្មភាពផ្សេងទៀតដែលអាចគូបញ្ជាក់នៅក្នុងផ្នែកវឌ្ឍនភាពរបស់យើងផងដែរបាទខ្ញុំអនុញ្ញាតចូលដល់ចំណុចទី2ក្រៅពីវឌ្ឍនភាពក៏យើងទៅសេបញ្ចូលផងដែរនៅក្នុងរបាយការណ៍របស់យើងនេះបាទទៅលើផ្នែកមួយទៀតយើងហៅថាបញ្ហាប្រឈមនិងដំណោះស្រាយបាទអញ្ចឹងបញ្ហាប្រឈមនិងដំណោះស្រាយនេះអនុញ្ញាតឲ្យលោកស្រីរៀបរាប់អំពីបញ្ហាប្រឈមនានាក៏ដូចជាដំណោះស្រាយដែលយើងបានលើកឡើងឬក៏យើងបានអនុវត្តដើម្បីឆ្លើយតបទៅនឹងការអនុវត្តការងារគណនេយ្យភាពសង្គមរបស់យើងនេះបាទអញ្ចឹងយើងបែងចែកទៅជា2ផ្នែកដើម្បីងាយស្រួលចង់ឃើញថាតើយើងជួបបញ្ហាប្រឈមអ្វីខ្លះហើយយើងបានដោះស្រាយវាដូចម្ដេចបាទអញ្ចឹងខ្ញុំលើកជាឧទាហរណ៍ទេឧទាហរណ៍ទី1យើងថាកន្លងមកនេះយើងជួបបញ្ហា COVID-19 បាទអញ្ចឹងជាទូទៅយើងជួបបញ្ហានេះទាំងអស់គ្នាហើយវិធីដោះស្រាយដែលយើងបានអនុវត្តកន្លងមកនេះគឺយើងបានប្រើប្រាស់ប្រព័ន្ធអនឡាញដើម្បីយើងអាចជួបប្រជុំគ្នាយើងអាចផ្លាស់ប្ដូរយោបល់ឬក៏មានការផ្ដល់បច្ចេកទេសផ្សេងៗតាមរយៈប្រព័ន្ធអនឡាញបាទនេះជាដំណោះស្រាយមួយដែលយើងបានអនុវត្តបាទហើយចំណុចមួយទៀតដែលយើងឃើញថាជាបញ្ហាប្រឈមដែរទាក់ទងជាមួយនឹងសមត្ថភាពបាទសមត្ថភាពឬក៏ការយល់ដឹងទៅលើការងារគណនេយ្យសង្គមបាទអញ្ចឹងក៏យើងអាចជាបញ្ហាប្រឈមហើយជាទូទៅដើម្បីដោះស្រាយបញ្ហាប្រឈមនេះគឺយើងមានការសហការគ្នារវាងក្រុមការងារគណនេយ្យសង្គមនៅថ្នាក់ជាតិរបស់យើងជាមួយនឹងក្រុមការងារគណនេយ្យសង្គមនៅថ្នាក់ខេត្តបាទក្នុងការផ្ដល់ការបណ្ដុះបណ្ដាលបន្ថែមទៅដល់អង្គភាពផ្ដល់សេវារបស់យើងបាទដូចគ្នាដែរអាចជាបញ្ហាប្រឈមផ្សេងទៀតបាទឧទាហរណ៍ដូចជាយើងមានការតំណែងនឹងការសម្របសម្រួលការងារគណនេយ្យសង្គមមិនទាន់បានរលូនល្អឡើងឡាក់ហើយដូច្នេះយើងក៏មានដំណោះស្រាយដូចខ្ញុំបានគូបញ្ជាក់ដែរអាចជាការរៀបចំឲ្យមានកិច្ចប្រជុំបាទអាចជាការពិគ្រោះយោបល់ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ឬក៏កែសម្រួលទៅលើបញ្ហាប្រឈមទាំងនេះបាទអញ្ចឹងជារួមផ្នែកនេះចង់គូបញ្ជាក់អំពីបញ្ហាអីខ្លះដែលលោកស្រីបានជួបប្រទះហើយលោកស្រីបានដោះស្រាយដោយម្ដេចដើម្បីយើងយកមកជាបទពិសោធន៍ក្នុងការគិតគូរទៅមុខថាតើយើងអាចប្រើប្រាស់វិធីសាស្ត្រណាខ្លះដែលជាវិធីសាស្ត្រល្អៗក្នុងការដោះស្រាយនៅបញ្ហាប្រឈមនានាដែលកើតឡើងនៅក្នុងរង្វង់នៃការអនុវត្តការងារគណនេយ្យភាពសង្គមរបស់យើងបាទផ្នែកទី3នេះក៏ជាផ្នែកសំខាន់របស់យើងបាទដូចខ្ញុំបានបញ្ជាក់ថាយើងមានផ្នែកផ្សេងគ្នាហើយផ្នែកនេះគឺផ្នែកថវិកាបាទអញ្ចឹងផ្នែកថវិកាជាផ្នែកមួយសំខាន់ជាការពិតយើងត្រូវកំណត់អំពីប្រភពថវិការបស់យើងឲ្យបានច្បាស់បាទអញ្ចឹងសម្រាប់កិច្ចការងារគណនេយ្យសង្គមនេះយើងគិតថាប្រភពថវិកាអាចមានផ្សេងគ្នាវាអាចមានថវិកាវិភាគផ្ទាល់ដោយរាជរដ្ឋាភិបាលបាទវាអាចមានថវិកាចេញពីគម្រោងដែលយើងបានទទួលការគ្រប់គ្រងពីដៃគូអភិវឌ្ឍហើយវាអាចមានប្រភពថវិកាមួយទៀតដែលយើងទទួលបានអំពីសប្បុរសជនឬក៏អង្គការនានាដែលមានការផ្ដល់ការគ្រប់គ្រងបាទអញ្ចឹងនៅក្នុងថវិកានេះយើងងាយស្រួលទេបាទទី1គឺយើងចង់ដឹងអំពីប្រភពថវិកាចំនួនថវិកាដែលទទួលបានបាទហើយចំណុចទី2គឺការចំណាយបាទអញ្ចឹងយើងផ្ដែកយើងបំបែកទៅជា3ប្រឡោះផ្សេងគ្នាបាទទី1ថវិការបស់រាជរដ្ឋាភិបាលអញ្ចឹងយើងផ្អែកទៅលើប្រឡោះទី1គឺដែលប្រើប្រាស់ឬក៏ទទួលបានដោយរដ្ឋបាលថ្នាក់រាជធានីខេត្តបាទហើយប្រឡោះទី2គឺថវិកាដែលមាននៅក្នុងថ្នាក់រដ្ឋបាលក្រុងស្រុកខណ្ឌបាទហើយផ្នែកទី3ថវិកាដែលមាននៅថ្នាក់ឃុំសង្កាត់បាទអញ្ចឹងជាថវិកាដែលទទួលបានដោយរាជរដ្ឋាភិបាលផ្ទាល់បាទដូច្នេះនៅក្នុងផ្នែកនេះក៏យើងឆ្លុះបញ្ចាំងអំពីការចំណាយដែរបាទតើថវិកាដែលទទួលបានពីរដ្ឋាភិបាលទៅលើ
កម្រិតរបស់ផ្សេងទាំងគ្នាទាំង3នេះតើយើងមានការចំណាយកម្រិតណាបាទហើយយើងអាចងាយស្រួលយល់យើងអាចទៅសេជាចំនួនចំណាយហើយក៏យើងអាចឆ្លុះប្រចាំងជាភាគរយធៀបទៅនឹងថវិការួមដើម្បីយើងអាចប៉ាន់ប្រមាណថានៅសល់ថវិកាប្រមាណទៀតដែលយើងគ្រោងនឹងបញ្ចប់ឲ្យបានទាន់ពេលវេលាឬក៏គ្រោងអនុវត្តសកម្មភាពឲ្យបានជោគជ័យទៅតាមផែនការសកម្មភាពថវិការបស់យើងបាទអញ្ចឹងស្តៀងគ្នាដែរទេសម្រាប់ថវិកាគម្រោងក៏យើងគិតគូរទៅលើការវិភាគថវិកាពីដៃគូអភិវឌ្ឍរបស់យើងទៅដល់រាជធានីខេត្តក្រុងឬក៏សំដៅដល់រាជធានីខេត្តឬក៏ថ្នាក់ក្រុងស្រុកខណ្ឌរបស់យើងបាទជាក់ស្ដែងសម្រាប់កិច្ចការងារគណនេយ្យសង្គមដែលទទួលបានការគាំទ្រពីដៃគូអភិវឌ្ឍរបស់យើងមកដល់បច្ចុប្បន្ននេះយើងទទួលបានថវិកាដែលយើងអាចវិភាគទៅរដ្ឋបាលអ្នកក្រមជាតិគឺមានតែ2កម្រិតទេទី1យើងបានវិភាគថវិកាជូនរដ្ឋបាលរាជធានីខេត្តដើម្បីគាំទ្រដល់ការអនុវត្តការងារគណនេយ្យសង្គមចំណុចទី2គឺយើងបានគាំទ្រថវិកាដល់ថ្នាក់ក្រុងស្រុកខណ្ឌដើម្បីគាំទ្រការអនុវត្តការងារគណនេយ្យសង្គមផងដែរដោយឡែកនៅកម្រិតឃុំសង្កាត់យើងមិនបានវិភាគថវិកាជូនដល់អង្គភាពផ្ដល់សេវាផ្ទាល់ទេបានន័យថាក្រុងស្រុកខណ្ឌលោកសម្របសម្រួលការងារអនុវត្តនៅកម្រិតឃុំសង្កាត់ក្នុងការអនុវត្តការងារគណនេយ្យសង្គមផងនេះបាទអញ្ចឹងមានលក្ខណៈដូចគ្នាដែរទេចំពោះខ្ទង់ចំណាយក៏យើងចង់ឃើញថាតើនៅក្នុងពេលធ្វើរបាយការណ៍ម្ដងឧទាហរណ៍របាយការណ៍ប្រចាំឆមាសតាមម្ដងពេលនេះតើថវិកាយើងចំណាយអស់ប្រមាណហើយយើងសល់ប្រមាណបាទដើម្បីយើងអាចគិតគូរទៅមុខថាតើយើងនឹងត្រូវធ្វើដូចម្តេចទៀតដើម្បីអាចឈានទៅដល់សម្រេចលទ្ធផលនៃការងារគណនេយ្យសង្គមរបស់យើងស្របទៅតាមផែនការសកម្មភាពនិងថវិកាដែលបានគ្រោងអញ្ចឹងខ្ញុំគិតថាចំណុចនេះលោកស្រីប្រហែលជាងាយយល់ទេងាយស្វែងយល់ទេហើយគិតថាมันលំបាកសម្រាប់លោកស្រីក្នុងការបំពេញតួលេខទាំងអស់នេះទេបាទគឺយើងកំណត់ទៅលើប្រភពថវិកាយើងកំណត់ទៅលើកម្រិតនៃរដ្ឋបាលដែលលោកទទួលថវិកាហើយយើងមើលទៅលើលទ្ធផលនៃការអនុវត្តថវិការបស់យើងនឹងបាទទៅតាមរដ្ឋបាលនីមួយៗដែលមានបាទការចំណាយបាទទៅលើសកម្មភាពដែលបានអនុវត្តបាទខ្ញុំសូមចូលទៅដល់ចំណុចទី4និយាយអំពីផែនការអនុវត្តបន្តបាទអញ្ចឹងយ៉ាងសាមញ្ញថាមែនទែនទៅផែនការអនុវត្តបន្តនេះគឺយើងអាចរៀបរាប់អំពីផែនការសកម្មភាពគណនេយ្យភាពសង្គមដើម្បីយើងអាចអនុវត្តបន្តនៅក្នុងឆមាសបន្ទាប់ឬក៏ឆ្នាំបន្ទាប់បាទអញ្ចឹងបើរបាយការណ៍យើងប្រចាំឆមាសយើងអាចលើកឡើងពីផែនការបន្តសម្រាប់ឆមាសបន្តបាទបើន័យថាបើយើងសរសេររបាយការណ៍ប្រចាំឆមាសទី1ផែនការបន្តរបស់យើងអាចលើកឡើងសម្រាប់ផែនការបន្តនៅក្នុងឆមាសទី2បាទដោយឡែកបើសិនរបាយការណ៍បញ្ចប់ឆ្នាំយើងអាចលើកឡើងអំពីផែនការបន្តជាធំសម្រាប់ឆ្នាំខាងក្រោយទៀតបាទអញ្ចឹងនេះជាអ្វីដែលយើងបានគ្រោងសម្រាប់ការងាររបាយការណ៍របស់យើងបាទហើយចំណុចទី5នោះគឺនិយាយអំពីសេចក្តីសន្និដ្ឋាននិងមេរៀនបទពិសោធន៍ល្អៗខ្ញុំគិតថាស្តៀងគ្នាដែរលោកស្រីប្រហែលជាមិនពិបាកយល់ទេចំណុចនេះបាទគឺយើងអាចរៀបរាប់អំពីទស្សនវិជ្ជាទូទៅឬសង្ខេបជារួមនៃលទ្ធផលដែលយើងបានអនុវត្តការងារគណនេយ្យសង្គមរបស់យើងនៅក្នុងដែនរដ្ឋបាលរបស់យើងជារួមជាសង្ខេបបាទហើយយើងអាចគូបញ្ជាក់អំពីបទពិសោធន៍ដែលយើងរកឃើញសំខាន់ដែលយើងគិតថាវាជាមេរៀនមួយល្អសម្រាប់ការអនុវត្តហើយក៏យើងអាចលើកឡើងអំពីមេរៀនដែលជាចំណុចគួររៀនសូត្របាទអាចមេរៀនអាក្រក់ដែរហើយយើងគួរជៀសវាងបាទអញ្ចឹងនេះជាចំណុចដែលយើងអាចសរសេរចូលនៅក្នុងសេចក្តីសន្និដ្ឋាននិងមេរៀនបទពិសោធន៍ល្អរបស់របាយការណ៍យើងបាទហើយជាចំណុចចុងក្រោយនោះក៏យើងផ្ដល់ឱកាសសម្រាប់លើកឡើងជាអនុសាសន៍និងសំណូមពរផងដែរដើម្បីអាចរដ្ឋបាលអ្នកក្រមជាតិយើងលោកអាចលើកអំពីអនុសាសន៍មួយចំនួនឬក៏សំណូមពរមួយចំនួនដើម្បីឲ្យមានការកែតម្រូវទាំងក្រមការងារថ្នាក់ជាតិរបស់យើងបាទទាំងកិច្ចការងារគណនេយ្យភាពសង្គមជារួមរបស់យើងដើម្បីយើងអាចរួមគ្នាអនុវត្តការងារគណនេយ្យភាពសង្គមនេះឈានទៅសម្រេចគោលដៅរបស់រដ្ឋាភិបាលរបស់យើងក្នុងការពង្រឹងអភិបាលកិច្ចនៅមូលដ្ឋាននេះឲ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់បាទជាចុងបញ្ចប់នេះខ្ញុំសូមគោរពអរគុណសម្រាប់ការតាមដានយកចិត្តទុកដាក់ទស្សនារបស់លោកស្រីទៅលើមេរៀននេះបាទហើយខ្ញុំសង្ឃឹមយ៉ាងមុតមមថាលោកស្រីនឹងអាចអនុវត្តទៅតាមជំហានដែលខ្ញុំបានគូបញ្ជាក់ខាងដើមនេះយ៉ាងជោគជ័យហើយក៏សូមលោកស្រីអាចចុចទៅលើវីដេអូបន្ទាប់ទៀតដើម្បីយើងអាចទស្សនានិងសិក្សាបន្តនៅមេរៀនបន្ទាប់ឬក៏មេរៀនផ្សេងទៀតដែរបាទសូមអរគុណបាទសូមគោរពលាបាទ